បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងបន្តទៅវីដេអូទី12គឺ exercise 12ទាក់ទងជាមួយនឹងអឺ drawing ដដែលនេះគឺយើងមានរូបផ្សេងរូបបែបនេះរៀងស្មុគស្មាញបន្តិចក៏ប៉ុន្តែវាប្លែកយើងត្រូវចេះមើល drawing ដែរបាទអញ្ចឹងនៅក្នុងនេះគឺយើងគូររៀងរង្វង់2ដែលទីមួយអ្នកនរគ្នាត្រូវចាប់កត់ផ្ចិតឬក៏ចាប់ផ្ចិតរបស់ model របស់យើងឬក៏ pad របស់យើងហ្នឹងជារកកន្លែង main មួយសម្រាប់ចាប់ចំណុចកណ្ដាលរបស់វាសិនអញ្ចឹងខ្ញុំចាប់នៅខាងក្រោមនេះហើយយើងនឹងបន្តគូសទៅខាងលើនេះអញ្ចឹងយើងត្រូវ select នៅក្នុង main view របស់យើងថាតើយើងមើលរូបហ្នឹងគឺមើលពីលើឬក៏មើលពីមុខអញ្ចឹងអានេះគឺខ្ញុំមើលពីលើទៅមើលពីលើហើយកន្លែងនេះគឺជារូបចំហៀងដែលគេពុះពី A នេះ section A គេពុះពាក់កណ្ដាលដើម្បីឲ្យយើងមើលឃើញផ្ទៃសាច់ដែលវាប៉ះហើយគេកាត់មកនេះកម្រាស់របស់វាប៉ុណ្ណាគឺយើងមើលក្នុងនោះឃើញព្រោះយើងមើលពីលើបែបនេះគឺយើងមើលកម្រាស់វាអត់ឃើញទេអញ្ចឹងនៅពេលដែលគេពុះ section A យើងអាចមើលកម្រាស់វាបានមានន័យថាកម្រាស់ដែលគេពុះនេះកម្រាស់កន្លែងខាងចុងនេះគឺ30អូខេ30បន្តមកទៀតនៅខាងកន្លែងកវានេះគឺកម្រាស់ត្រឹមតែ10ទេអញ្ចឹងគេពុះក្នុងន័យមួយគឺឲ្យយើងមើលឃើញផ្ទៃខាងក្នុងដែលយើងមើលអត់ឃើញអញ្ចឹងនៅក្នុងនេះខ្ញុំចាប់ផ្ដើមគូសពីផ្ចិតរង្វង់កណ្ដាលកន្លែងនេះចេញទៅហើយយើងមើលកម្មរង្វង់យើងច្រើនយើងមើលមានអង្កត់ផ្ចិតឬក៏រង្វង់មានច្រើនអញ្ចឹងកុំឲ្យខាត់ពេកខ្ញុំចូលទៅ Fusion ខ្ញុំ new project តបមកខ្ញុំចាប់ផ្ដើមបង្កើត sketch មួយប៉ុន្តែយើងចាប់ផ្ដើម view ពី top ទៅនេះគឺផ្ទៃ top ដែលខ្ញុំ top ឡើយនេះយើងមើលពីលើទៅបែបនេះតមកទៀតខ្ញុំចាប់ផ្ដើមចាប់ចំណុចរង្វង់មួយចាប់ផ្ដើមចេញពីចំណុចចាប់ផ្ដើមកន្លែងនេះអូខេតមកខ្ញុំចាប់ផ្ដើមគូសរង្វង់ទៅតាមលំដាប់ដំណើរនីមួយៗអញ្ចឹងខ្ញុំចាប់ផ្ដើមគូសរង្វង់ខាងក្រៅមុនសិនគឺខាងក្រៅដែលមានអង្កត់ផ្ចិតវា64ហើយចម្ងាយពីផ្ចិតរបស់រង្វង់ហ្នឹងឡើងទៅលើ75និងមានរង្វង់មួយទៀតគឺដែលមានអង្កត់ផ្ចិត38និងរង្វង់ខាងក្នុង20អូខេអញ្ចឹងយើងចាប់ផ្ដើមមើលពីលើទៅហើយយើងចាប់ផ្ដើមគូរង្វង់មួយចំកណ្ដាលទៅនេះយើងយកដូចជា64រង្វង់64អញ្ចឹងក្នុងហ្នឹងយើងវាយ64មកបាទអូខេ64តបមកយើងអូសឡើងទៅលើចម្ងាយមែនចម្ងាយអូសឡើងទៅលើចេញពីផ្ចិតរង្វង់នេះឡើងទៅលើ75បន្ទាប់មកយើងគូសរង្វង់2ទៀតគឺរង្វង់ខាងក្នុង20និងរង្វង់ខាងក្រៅ38អញ្ចឹងយើងអូសបន្ទាត់ចេញពីរង្វង់ផ្ចិតនេះទៅលើ75បាទបន្ទាប់មកទៀតយើងគូសរង្វង់ខាងក្នុង20និងខាងក្រៅ3838បាទអញ្ចឹងគឺយើងបានរង្វង់ដែលចេញពីផ្ចិតរង្វង់ធំទៅរង្វង់មួយផ្សេងទៀតបន្តមកទៀតយើងនឹងគូសភ្ជាប់រូបរាងខាងក្រៅវាសិនអញ្ចឹងរូបរាងខាងក្រៅយើងឃើញវាត្រូវភ្ជាប់ដោយរង្វង់ផ្សេងមួយទៀតដែលមានកម្ម64ខាងនេះក៏64ខាងនេះក៏64ដែរគេអញ្ចឹងយើងគូសរង្វង់ភ្ជាប់កម្ម64អញ្ចឹងយើងគូសរង្វង់ខាងក្រៅមួយទៀតយើងដាក់64មកសំទោសកន្លែងនេះកម្ម64មានខាងកប់ចិត្តរបស់វាគឺ128ណា128អញ្ចឹងកន្លែងហ្នឹងគឺដាក់128 28អូខេអញ្ចឹង128អញ្ចឹងវាគឺជាចំណុចប៉ះនៃរង្វង់ទាំងពីរមានថាបន្ទាត់គែមនៃរង្វង់ប៉ះជាមួយនឹងរង្វង់ដែលយើងបង្កើតមកហ្នឹងគឺយើងអាចចុច
កន្លែងនេះបាននេះប៉ះរង្វង់ចុចជាមួយនេះមកគឺប៉ះគេនេះចេញនេះយើងយកពាក្យ texture ហ្នឹងមកគឺប៉ះហើយចុចនឹងដដែលបាទប៉ុណ្នេះតមកទៀតយើងអាចប្រើនៅកត្រៃសម្រាប់រូបវាបាននេះ trim កាត់តម្រឹមវាមកនេះកាត់ដាច់គេនេះតមកទៀតយើងអាចmirror នៅបន្ទាត់មួយនេះដែលជាហ្គេមនៃរង្វង់យើងបង្កើតមកយើងអាចត្រឡប់មកខាងនេះបានយើងចុច mirror យើង select លើវាចុច mirror តមកវាឲ្យ select នៅបន្ទាត់កដាលអញ្ចឹងយើង select បន្ទាត់កដាលមួយដែលចង់ឆ្លុះអូខេអញ្ចឹងវានឹងបង្កើតនៅបន្ទាត់ឆ្លុះមួយហ្គេមរង្វង់ឆ្លុះមួយនៅខាងស្ដាំនេះត្រឡប់មកខាងឆ្វេងនេះអូខេអញ្ចឹងយើងបានរូបរាងប៉ាំហ្នឹងតមកទៀតយើងទៅមើលតើបន្ទាប់ពីយើងគូអញ្ចឹងហើយយើងនៅគូអីទៀតយើងត្រូវចាក់រៀងមានថាកម្រាស់នេះគឺកម្រាស់ប្រមាណ30បែបនេះគឺ30ហើយស្មើជាមួយនឹងនេះ30ដែរ30កម្រាស់អូខេអញ្ចឹងខ្ញុំគូសខាងក្រៅនេះហើយនឹងខោងចូលក្នុងនេះចឹងមានថាខ្ញុំគូសរង្វង់ខាងក្រៅមិញគឺ64ហើយខ្ញុំត្រូវគូសហ្គេមនៃរង្វង់ខាងក្នុងនេះគឺ55បាទ55អញ្ចឹងកន្លែងហ្នឹងខ្ញុំចង់បញ្ជាក់ថារង្វង់ខាងនេះត្រូវឡើងកម្ពស់វាគឺ30ដូចគ្នានេះ30ខាងក្រៅនេះគឺនេះក្រៅនេះកម្ពស់ស្មើជាមួយអាហ្គេមលើនេះគឺ30ដូចគ្នាហើយចាំខ្ញុំតម្លាក់អានេះចុះក្រោមអូខេ30ចឹងខ្ញុំអាចគូសចន្លោះទាំងអស់នឹងទាំងអស់បានហើយចាំបន្តវាតាមក្រោយក៏បានដែរឥឡូវខ្ញុំគូសរង្វង់ទាំងអស់នឹងឲ្យកុំឲ្យញញខ្ញុំគូសរង្វង់ទាំងអស់នឹងតែម្ដងអញ្ចឹងគឺខាងក្រៅនេះ64បន្តមកខាងក្នុងនេះគឺ55ហើយបន្តមកទៀតខាងក្នុងទៀតគឺ43អាខាងក្នុងទៀតគឺ34អញ្ចឹងខ្ញុំគូសឲ្យអស់64 55 43 34អូខេខាងក្រៅ64បន្តមកទៀត55 43 34អូខេអញ្ចឹងយើងមើលបន្តទៀតអញ្ចឹងនៅខាងក្នុង34នេះគឺរុនដែលយើងត្រូវចោះអញ្ចឹងណារុនដែលយើងត្រូវចោះគឺប៉ុណ្ណឹងបន្តមកទៀតខ្ញុំចាប់ផ្ដើមextrude វាឡើង extrude វាឡើងមានន័យថាម៉េច extrude ឡើងកម្រាស់ប៉ុន្មានគឺកម្រាស់វាគឺឡើងទាំងអស់គ្នាមកគឺ30ខ្ញុំ extrude ឲ្យចេញជា30សិនអញ្ចឹង extrude 30គឺបែបហ្នឹងអញ្ចឹងនៅក្នុងហ្នឹងគឺខ្ញុំចាប់ផ្ដើម select បែបនេះ select បែបហ្នឹងហើយនឹងនិយាយទៅគឺយើង select ទាំងអស់សិន extrude 30អូខេបែបនេះបានរាង30អូខេតមកទៀតខ្ញុំចាប់ផ្ដើមទម្លុះហើយនេះចុះទៅក្រោមវិញកាត់យកជ្រុងមកវានេះទម្លុះហើយផ្នែកនេះដើម្បីឲ្យវាសល់កដាលតែ10ឯងអញ្ចឹងមានថាកម្រាស់វា30ត្រូវស៊ីចូលទៅនេះខាងឆ្វេង10ខាងស្ដាំ10អញ្ចឹងនៅសល់សាច់របស់វាគឺ10ដែរអញ្ចឹងខ្ញុំត្រូវ add sketch ថ្មីមួយទៀតចុចនៅលើផ្ទៃរបស់វានេះមកខ្ញុំ add sketch ថ្មីហើយខ្ញុំត្រូវគូសយោងទៅតាមទម្រង់ចាស់របស់វាគឺរង្វង់នេះគឺ38ហើយរង្វង់ខាងក្រៅគឺប៉ុន្មានខាងក្រៅនេះគឺរង្វង់64អញ្ចឹងខ្ញុំគូស38មួយហើយនឹង64មួយអូខេតមកទៀតខ្ញុំចុះវា extrude វាចុះក្រោមចំនួន10អញ្ចឹងយើងដាក់ដក10មកអូខេអញ្ចឹងវាបានមកខាងគេនេះមកខាងអូខេអញ្ចឹងនៅមកខាងទៀតនេះគឺខ្ញុំដូចគ្នាខ្ញុំ select នៅលើផ្ទៃរបស់វាមកខ្ញុំចាប់ផ្ដើម add sketch ថ្មីអូខេតមកខ្ញុំចាប់ផ្ដើមដាក់កម្រាស់វាដូចគ្នាគឺ38 64
38គូសរង្វង់មក38 64អូខេតមកទៀតខ្ញុំ extrude វាដែរគឺដក10អូខេអញ្ចឹងខ្ញុំបានរៀងប៉ុណ្នេះអូខេចឹងយើងបានរៀងប៉ុណ្ណឹងមួយហើយមួយទៀតតមកទៀតយើងចាប់ផ្ដើមរីគឺបែបនឹងហើយហីតមកទៀតយើងចាប់ផ្ដើមតម្លាក់អានេះចូលក្រោមតម្លាក់ផុងនេះចូលក្រោមបន្តិចហើយនឹងលើកនេះឡើងលើគឺប៉ុណ្្នឹងឯងអញ្ចឹងតម្លាក់អានេះចូលក្រោមជម្រៅបានជម្រៅ5យើងមើលនេះតម្លាក់វាចូលក្រោម5អញ្ចឹងយើងត្រូវគូសរង្វង់មួយណាគឺរង្វង់លេខ43ហើយនឹង55 43និង55អញ្ចឹងយើងចូលទៅគូសរង្វង់43ហើយនឹង55នេះអញ្ចឹងយើងត្រូវគូសរង្វង់43និង55យើងមើលពីលើយើងអាច sketch ថ្មីតបមកយើងគូសរង្វង់43ហើយនឹងរង្វង់55បាទអញ្ចឹងរង្វង់43និង55គឺត្រូវទម្លាក់ជម្រៅចូលក្រោម5ទម្លាក់ចូលក្រោម5យើងមើលតាមរូបនេះចាប់ពី30ចុះក្រោម5នេះយើងមើលកម្ពស់ចេញពី30នេះចុះក្រោម5អូខេអញ្ចឹងយើង finish យើង select ឲ្យមួយណាគឺយើងដាក់កម្រាស់មួយហ្នឹងណាតោះមកយើង extrude គឺដក5ហើយអ្នកគ្នាត្រូវមើលឡើងនេះ cut និង join គឺខុសគ្នាណា join មានន័យបន្ទាប់ពីលើ cut គឺដកសាច់របស់វាអញ្ចឹងយើង enter មកអូខេយើងមកជម្រៅវា5ចូលក្រោមនេះចុះក្រោម5អូខេបន្ទាប់មកទៀតយើងធ្វើមិនទៀតបន្ទាប់មកទៀតយើងត្រូវឡើងយើងមើលបន្ទាប់ពីជម្រៅចុះក្រោម5ហើយនេះអាសាច់ខាងក្រៅខាងក្នុងវានេះត្រូវចេញមក15ថែមទៀតមានថាពីមុន30វាត្រូវបូកបន្ថែមសាច់របស់វាគឺ15ទៀតអញ្ចឹងវាត្រូវឡើងរុនហ្នឹងគឺត្រូវឡើង15ទៀតរុនឡើងពីបាតពី30នេះមក15ថែមទៀតអញ្ចឹងក្នុងហ្នឹងគឺយើងត្រូវឡើងរង្វង់មួយណាគឺរង្វង់គូសរង្វង់34ហើយនឹងរង្វង់43អញ្ចឹងយើងគូសរង្វង់34និង43ដើម្បី extrude ឡើង15ថែមទៀតអញ្ចឹងខ្ញុំត្រូវគូសរង្វង់34និង43អញ្ចឹងខ្ញុំត្រូវ add ពីលើនេះអញ្ចឹងកន្លែងនេះយើងបើក្នុងករណីយើងចង់បន្ឡើងថែមទៀតក៏បានដែរតែឥឡូវខ្ញុំបន្ថែមខ្ញុំបង្កើត sketch ថ្មីជាន់ពីលើវាតែម្ដងអូខេអញ្ចឹងខ្ញុំកន្លែងនេះគឺយើង add sketch ថ្មីទៅ select លើវាលើផ្ទៃមួយហ្នឹងហើយយើង add sketch ថ្មីមួយទៀតទៅមកគឺយើងត្រូវគូសនៅរង្វង់34ហើយនឹង43អូខេអញ្ចឹងយើងត្រូវគូសរង្វង់34ហើយនឹង43បាទអញ្ចឹងយើងបាន sketch យើងបានរូបរាងថ្មីមួយនេះតមកទៀតយើងត្រូវតម្លើង extrude វាកម្ពស់ប៉ុន្មានថែមទៀតគឺ15នេះកម្ពស់វាថែមដែលត្រូវ extrude ឡើងនេះគឺ15អូខេនេះ15ពីធំ30បន្ត15អូខេអញ្ចឹងខ្ញុំត្រូវ extrude អាហ្នឹងគឺឡើង15ទៀតអញ្ចឹង extrude មកគឺត្រូវបូក15យើងទៅសេ15មកអូខេអញ្ចឹងយើងបានរូបរាងដូចអ្វីដែលយើងគូថ្ងៃនេះអត់ពិបាកទេនេះអូខេអញ្ចឹងរូបរាងរបស់យើងគឺប៉ុណ្ណឹងដូចហើយអូខេអញ្ចឹងវីដេអូយើងមានប៉ុណ្ណឹងហើយយើងជួបគ្នានៅវីដេអូបន្តទៀតគឺ exercise លេខ13អូខេ